អ្នកការឆ្នាំជូតធាតុរបស់អ្នកការឆ្នាំជូតគឺធាតុទឹកបើសិនជាយើងដឹងថាធាតុណាត្រូវជាមួយនឹងធាតុរបស់យើងវានឹងជួយបន្ថែមនៅលាភសំណាងបន្ថែមនៅភាពរលូនរបស់យើងណាចឹងអ្នកនរគ្នាអ្នកការឆ្នាំជូតមកស្ដាប់ទាំងអស់គ្នាលក្ខណៈពិសេសរបស់អ្នកការឆ្នាំជូតធាតុទឹកគឺសម្របខ្លួនទៅតាមបរិស្ថានឬកលៈទេសៈជុំវិញខ្លួនបានល្អអ្នកឆ្នាំជូតបើសិនជាចង់បានឱកាសដ៏ល្អមានអ្នកជួយជ្រោមជ្រែងការពារឬបង្កើតទំនាក់ទំនងលើធុរកិច្ចការងារថ្មីៗគួរពាក់បន្ថែមនៅធាតុលោហៈបើសិនជាចង់បានភាពរលូនសុខសប្បាយមានមិត្តភ័ក្តិអ្នកជុំវិញខ្លួនចូលចិត្តគឺឲ្យបន្ថែមជាមួយនឹងធាតុទឹកណាចាហើយបើសិនជាចង់សម្រេចជោគជ័យមានកម្រៃផលចំណេញនិងលាភសំណាងលើការបណ្ដាក់ទុនណែនាំឲ្យពាក់នៅធាតុភ្លើងមិនតែប៉ុណ្ណោះធាតុឈើក៏ជួយឲ្យអ្នកឆ្នាំជូតនឹងមានភាពរហ័សរហួនចង់ធ្វើនេះធ្វើនោះច្រើនជាងមុនផងដែរធាតុទាំងប្រមាណដែលបងបានរៀបរាប់ខាងលើនោះអ្នកឆ្នាំជូតអាចប្រើជាគ្រឿងអលង្ការឬសម្លៀកបំពាក់ពាក់បានធាតុដែលអ្នកឆ្នាំជូតមិនគួរពាក់គឺធាតុដីព្រោះជាធម្មពលដែលមានឧបសគ្គក្នុងការនាំមកនៅលាភសំណាងនិងភាពជោគជ័យឲ្យអ្នកឆ្នាំជូតចឹងហាមពាក់ធាតុដី